សម្ដេចនាយករដ្ឋមន្ត្រីដាក់ចេញបទបញ្ជាឲ្យអភិរក្សតំបន់ខ្នងផ្សារនិងខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានឆ្មក់ឡើងទៅកាន់តំបន់ខ្នងផ្សារនិងខ្នងសំពៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី8ខែមីនាដែលអមដំណើររដ្ឋមន្ត្រីចំនួន2រូបគឺរដ្ឋមន្ត្រីក្រសួងទេសចរនិងក្រសួងបរិស្ថានរួមជាមួយនឹងអភិបាលខេត្តកំពង់ស្ពឺនៅលើបណ្ដាញផ្ទាល់ខ្លួនសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាសម្ដេចបានជួបជជែកលេងជាមួយប្រធានសហគមន៍ទេសចរធម្មជាតិតាំងបំពង់និងអនុប្រធានដើម្បីស្ដាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ក៏ដូចជាសំណូមពរជាក់ស្ដែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រោយពីពិនិត្យនៅទស្សនវិជ្ជាជាក់ស្ដែងនិងស្ដាប់តំណាងសហគមន៍សម្ដេចបានសម្រេច1ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺសហការអភិរក្សនិងថែរក្សាតំបន់ទេសចរក្នុងផ្សារខ្នងសំពៅនៃអូសៀនជាតិភ្នំក្រវាញឲ្យបានល្អសម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រដូចជាផ្លូវបន្ទប់ទឹកកន្លែងលក់អាហារកន្លែងសង្គ្រោះបន្ទាន់លក្ខទៅតាមស្តង់ដារនិងទុកជាប្រយោជន៍ជូនសហគមន៍ដើម្បីធ្វើឲ្យប្រសើរឡើងនៅការផ្តល់សេវាជូនទេសចរដែលមកកំសាន្តនៅទីនេះសិក្សាធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំក្នុងផ្សារក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ2ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរសហការសម្របសម្រួលជាមួយនឹងក្រសួងបរិស្ថានគណៈអភិបាលខេត្តប្រតិបត្តិទេសចរនិងសហគមន៍ដើម្បីជំរុញទេសចរធម្មជាតិនៅតំបន់នោះឲ្យកាន់តែប្រសើរឡើងក៏ដូចជាជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្តល់សេវាទេសចរផងដែរទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ